ហើយទៅកាន់ថ្ងៃនេះផងដែរខ្ញុំមក demo នៅ Spring One ដែលក្រុមរបស់ខ្ញុំដែលបានធ្វើប្រជែកមួយដែលមានឈ្មោះថា POS System កាហ្វេព្រៃឡង់អញ្ចឹង system របស់ពួកខ្ញុំហ្នឹងគឺគ្រប់គ្រងទៅលើហាងលក់កាហ្វេនៅហាងមួយកន្លែងដែលអាចឲ្យ customer គាត់អាច scan QR code ហើយ access ចូលទៅកាន់ menu page ដើម្បីទិញ product កាហ្វេហ្នឹងហើយនៅក្នុង system ហ្នឹងផងដែរគឺមាន role ចំនួន3ដែលទី1គឺ admin ទី2គឺ staff ហើយទី3គឺ customer អញ្ចឹងstaff គាត់គ្រប់គ្រងទៅលើទាំងការលក់ការទិញចំណូលចំណាយអីទាំងអស់ហើយគាត់គ្រប់គ្រងទៅលើទាំង staff ទាំង customer ហើយ customer គាត់មានសិទ្ធិនៅក្នុងការធ្វើការជាមួយនឹង staff អញ្ចឹងនៅពេលដែល customer គាត់ scan ចូលទៅកាន់ menu page គាត់នឹងទិញ product ហើយ product ហ្នឹងនឹងចូលទៅកាន់ staff ហើយ staff នឹងគាត់នឹងទទួលនៅ requirement request របស់ customer ហ្នឹងហើយគាត់ធ្វើការអឺហើយគាត់ធ្វើការបង្កើត product ហ្នឹងឬក៏កាហ្វេហ្នឹងឲ្យទៅ customer ហើយនេះគឺជា Sprint One ដែលពួកខ្ញុំបានធ្វើហើយ Sprint ដែលដំបូងរបស់គេហ្នឹងគឺខ្ញុំធ្វើទៅលើ UI ហើយ UI ដូចនោះទៅក្រុមរបស់ខ្ញុំបានធ្វើមានដូចជាការក្រទៅលើ Makeup admin receipt admin product management flyover UI staff អញ្ចឹងខ្ញុំបែងចែកថាណាគេអ្នកធ្វើ UI staff ហើយគេអ្នកធ្វើ UI admin ហើយណាគេអ្នកធ្វើទៅលើ UI របស់ customer ហើយបន្ទាប់ពីធ្វើ UI ហើយបន្ទាប់ពីធ្វើ UI ហើយក្រុមរបស់ពួកខ្ញុំហ្នឹងមានការ meeting ទៅលើ UI អញ្ចឹងពួកខ្ញុំពិសាគ្នាតើ flow នៃ UI ហ្នឹងពួកយើងចង់បាន flow អញ្ចឹងអត់ឬក៏ flow នឹងមានអីគួរកែប្រែអីបន្តទៀតអត់អញ្ចឹងយើងបញ្ចេញមតិដើម្បីកែប្រែវាហើយនេះគឺជា document ដែល QA របស់ទាំងពីរគាត់រៀបshare ទៅលើ document មុននឹងយើង start ទៅចេះវាក៏មានការ research ពី system architecture និងការ design ច្របល់ហើយនឹង admin user story ដែលមាន3 user ហ្នឹងចាប់ត្រឹមពីថាសនេះមកពួកខ្ញុំ build ទៅលើទាំង front end ទាំង back end ជាមួយគ្នាអញ្ចឹងនៅពេលដែលយើងមាន template UI ហើយយើងងាយស្រួលនៅក្នុងការយើង build ទាំង front end ទាំង back end អញ្ចឹងវាធ្វើឲ្យការ build របស់យើងវាកាន់តែលឿនហើយជំនាញទី1គឺយើង build ទៅលើ staff ហើយនៅក្នុង staff នេះខ្ញុំឲ្យម្នាក់ដែលគាត់ build ទៅលើហ្នឹងហើយនៅក្នុងនោះផងដែរគឺខ្ញុំមានជា sub task ទូចៗនៅក្នុងហ្នឹងហើយខ្ញុំបានកំណត់ថ្ងៃច្បាស់លាស់ដើម្បីឲ្យគាត់ហើយសួរគាត់ថាគាត់អាច complete task ហ្នឹងក្នុងមួយ sub task ហ្នឹងគាត់អាចធ្វើប្រហែលថ្ងៃស្រួលខ្ញុំនៅក្នុងការ set deadline ឲ្យគាត់ដើម្បីគាត់ធ្វើឲ្យទាន់ deadline កុំឲ្យ task ហ្នឹងវាយឺតហើយនេះគឺជា admin អញ្ចឹងនៅក្នុង admin គឺធ្វើ2នាក់គឺធ្វើខ្ញុំផ្ទាល់និងជាមួយនឹង data អញ្ចឹង data គាត់ធ្វើទៅលើ admin ហើយនៅក្នុង admin ហ្នឹងក៏មាន sub task ទូចៗដូចជានេះ feature about setting អញ្ចឹងនៅ feature about setting ហ្នឹងវាមាន sub task ទូចៗដែលខ្ញុំត្រូវដាក់បញ្ចូលទៅឲ្យគាត់ develop ហើយបន្តមកទៀតគឺ build login UI អញ្ចឹងlogin UI គឺLita គាត់ជាអ្នកធ្វើហើយ build login for staff King គាត់ជាអ្នកធ្វើហើយចំពោះថាសនឹងដែរទាំង login ចំពោះ staff និង login ចំពោះ admin ដល់ពេលគាត់ធ្វើ UI ហើយគាត់ King គឺជាអ្នកគ្រប់គ្រងទៅលើ login នឹងទាំងមូលក៏គាត់ develop ទៅលើ login ចំពោះ staff ចំពោះទាំង admin ហើយនេះគឺជា customer menu ដែល Makera គាត់ធ្វើទៅលើ feature របស់ customer ហើយគាត់ត្រូវគ្រប់គ្រងទាំងអស់
នៅក្នុង function របស់ custom មានទាំងប៉ុន្មានគាត់ត្រូវ develop ទាំងអស់ពីព្រោះអីយើងបាន design នៅលើ UI ហើយគាត់ develop ទៅតាម UI ដែលពួកយើងបានសម្រេចទៅយកតាម UI ណាហើយនេះគឺជាadmin income in Spain អញ្ចឹងអានេះគឺជា feature ដែលគ្រប់គ្រងទៅលើចំណូលចំណាយរបស់ admin ដែល Lita គាត់ជាអ្នកធ្វើទៅលើហ្នឹងហើយនេះគឺជា admin staff management ដែលខ្ញុំជាអ្នកធ្វើទៅលើហ្នឹងនេះគឺជា admin profile setting ហើយនេះគឺជា create QR code នៅក្នុង admin អញ្ចឹង task នេះគឺជា task ដែលសំខាន់ពីព្រោះuse customer របស់យើងគឺគាត់ត្រូវការទិញ product ដោយការ scan នៅ admin scan scan នៅ QR code ដើម្បីចូលទៅទិញអញ្ចឹងបើសិនជា feature function នេះវា success អញ្ចឹង project របស់យើងគឺវានឹង success ទៅតាមនឹងដែរព្រោះចំណុចសំខាន់នៅក្នុង project របស់យើងគឺការទិញពី customer អញ្ចឹងបើ customer គាត់អាច scan ចូលទៅទិញបាន success អញ្ចឹងមានន័យថា project របស់យើងគឺវានឹង success ហើយនេះគឺជាការ merge login ជាមួយនឹង admin អញ្ចឹងនៅក្នុង sprint 1នេះផងដែរគឺយើងបានក្រុមរបស់ខ្ញុំបានធ្វើ admin page រួចរាល់និង login រួចរាល់អញ្ចឹងខ្ញុំចាប់ផ្ដើម merge ពី login ចូលទៅកាន់ admin ដើម្បី make sure ថា admin គាត់អាច login នៅ Gmail ដែលពួកខ្ញុំបាន set នៅក្នុង database ឬក៏ backend ដើម្បី specify ថា email ហ្នឹងចំពោះតែ admin ទេអញ្ចឹង admin គាត់អាចមានសិទ្ធិនៅក្នុងការប្រើប្រាស់ email ហ្នឹងដើម្បី login ចូលទៅកាន់ admin page អញ្ចឹងខ្ញុំនឹង demo ទៅកាន់ teacher និងអ្នកនរគ្នាអញ្ចឹងយើងចូលមកដល់កន្លែង login អញ្ចឹង login នេះយើង login ចំពោះតែ admin ទេទោះបីជាយើងដាក់នៅក្នុង lista វាចាប់តែ admin ដែរព្រោះវាជា email ដែលយើងកំណត់ថាadmin គាត់ត្រូវតែប្រើប្រាស់ email ហ្នឹងដើម្បី login ព្រោះ email គាត់មានadmin គាត់មានតែមួយ account ទេចំពោះការ login ហ្នឹងអញ្ចឹងយើងអាច login ដោយការប្រើប្រាស់ password ក៏បានប៉ុន្តែខ្ញុំចង់បង្ហាញថាបើសិនជា admin គាត់ forget password អញ្ចឹងគាត់អាច verify បានឬគាត់អាចប្រើប្រាស់ email ដែលគាត់របស់គាត់ហើយ system របស់យើងនឹង send email ទៅកាន់គាត់ឥឡូវរងចាំបន្តិចអញ្ចឹងនេះវានឹង load ថា verify code អញ្ចឹងមានន័យថាវានឹង send code ប្រហែលខ្ទង់ដើម្បីយើង verify ថ្មីដើម្បីយើងអាច set នៅ password ថ្មីបានអញ្ចឹង system របស់យើងគឺ send ចូលមកកាន់ account email របស់ខ្ញុំហើយព្រោះមិញខ្ញុំដាក់ account email របស់ខ្ញុំជា example អញ្ចឹងយើងយក code ហ្នឹងទៅ verify អញ្ចឹងនៅពេល verify វាឲ្យយើង set password ថ្មីអញ្ចឹងយើង set តាមហ្នឹងមកហើយនេះជា password ដែលយើង confirm លើគេចាំតិចអញ្ចឹងវានឹងចូល auto មកកាន់ admin page អញ្ចឹងមានន័យថាការ login ពី login page មកកាន់ admin របស់យើងគឺវា success ហើយអញ្ចឹងនៅក្នុង admin page យើងអាចដូររូបបានអីបានតាមអីដែលយើងអាច change email ក៏បានតាមអីដែលយើងចង់ change ជាមួយខ្ញុំសាក់តេស្ត change ទៅលើ profile អញ្ចឹងគឺវាដើរហើយយើងក៏មានជា dark mode function នៅក្នុងហ្នឹងដែរហើយនៅក្នុង dashboard នេះនេះគឺជាការគ្រប់គ្រងទៅលើ total នៃការចំណូលចំណាយប្រចាំថ្ងៃប្រចាំខែហើយនេះគឺ low stock item អញ្ចឹងនឹងមានន័យថាពេលដែលមាន low stock item ណាមួយវា low វា alert មកប្រាប់យើងឬក៏វា show នៅក្នុងចំនួននេះប្រាប់យើងថាមាន stock ប្រមាណ item ប្រមាណដែលវា low ដែលយើងគួរតែទិញបន្ថែមហើយនៅក្នុង live order នេះនៅពេលដែល customer គាត់ទិញអញ្ចឹងstaff គាត់នឹងធ្វើ action ជាមួយ customer ហើយ admin ក៏អាចមើលឃើញពី action ដែល customer ដែល staff ហ្នឹងគាត់ធ្វើតែគាត់ធ្វើអ្វីគាត់ pending ពី customer ហើយនៅគាត់ preparing ពី customer ហើយនៅហើយគាត់ ready នៅក្នុង product មួយហ្នឹងហើយនៅ ready ហ្នឹងមានន័យថាគាត់
យកអាប្រដាប់ហ្នឹងទៅឲ្យ customer ហើយនេះគឺជា order history អញ្ចឹងយើងអាចមើលដឹងថា complete order ប្រមាណត្រូវបាន complete ប្រមាណត្រូវបាន cancel ហើយចំនួនសរុបប្រមាណគិតជាលុយប្រមាណយើងអាចមើលជាដុល្លារអាចមើលជារៀលបានហើយនេះវាជា receipt អញ្ចឹងនៅពេលដែល customer pay ហើយ staff ចេញជា receipt ឲ្យ customer ហើយអញ្ចឹងវានឹង store ទុកនៅក្នុងនេះហើយវានឹងប្រាប់យើងពីចំនួនសរុបនៅលើនេះអញ្ចឹងទៅហើយនេះគឺជាប្រដាប់អញ្ចឹងយើងនៅក្នុងប្រដាប់ page នេះយើងអាច add ប្រដាប់ថ្មីចូលបានហើយនេះគឺជាប្រដាប់ដែលខ្ញុំសាក test add អញ្ចឹងវា success ហើយនេះជា category យើងអាច add នៅពេលដែលយើង add អា category នេះថ្មី category នៅក្នុងប្រដាប់នេះគឺវានឹងកើនឡើងថែមវានឹងកើនឡើងថែមនេះគឺជា table management អញ្ចឹង table management នេះនៅពេលដែលយើងដាក់ table name table 1អញ្ចឹងវានឹង generate ជា QR ដើម្បីយើង scan ចូលទៅកាន់ customer ប៉ុន្តែនៅក្នុង function នេះគឺខ្ញុំអត់ទាន់ connect វាខ្ញុំអត់ទាន់ធ្វើវាទេអញ្ចឹងនេះយើងអាចនៅក្នុង table management យើងអាចបង្កើត table បានប៉ុន្តែវាអត់ទាន់ជាដើរទេនេះគឺជា receipt នេះគឺជា receipt ដែលតាក់ទងទៅនឹង stock របស់យើងនៅពេលដែលយើងចង់ទិញអីថ្មីយើងអាច add receipt ដើម្បីងាយស្រួលមើលថាតើក្នុងឆ្នាំហ្នឹងយើងបានទិញអីចុះក្នុងខែហ្នឹងថ្ងៃហ្នឹងយើងទិញអីចុះខ្លះអានេះគឺជា stock ingredient stock អានេះ receipt អានេះ ingredient អាហ្នឹងពីរហ្នឹងគឺខុសគ្នាដូចគ្នាទេអានេះ ingredient គឺគ្រឿងដែលយើងទិញចូលមានអីខ្លះ receipt គឺជាចំនួនអានេះ income expense អានេះគ្រប់គ្រងទៅលើចំណុចចំណាយប្រចាំថ្ងៃរបស់យើងវាមានជា graph មានន័យសូរអញ្ចឹងនេះគឺ SAL analysis ចំពោះ SAL analysis នេះវាគិតជាការលក់របស់យើងរយៈពេល1ឆ្នាំក្នុងម៉ោងប្រចាំថ្ងៃក្នុងរយៈពេល1ថ្ងៃនិងរយៈពេល1ខែនេះគឺជាការគ្រប់គ្រង staff អញ្ចឹងយើងអាច add staff អាចចូលបានថ្មីយើងអាច set ជា email password ដើម្បីគាត់ login ចូលទៅកាន់ role staff របស់គាត់នេះគឺជា setting ដែលយើងអាចដូរឈ្មោះហាងអាចដូរទីតាំងនេះ notification យើងអាចបិទកុំឲ្យ alert សារកុំឲ្យបាទហើយនេះគឺជា payment យើងអាចបិទបើកតែគាត់កុំឲ្យគាត់ payment ដោយដៃក៏បានយើងចង់បើកក៏បាននេះគឺជា receipt យើងអាចកំណត់ទម្រង់ receipt បានប៉ុន្តែ all function ហ្នឹងគឺខ្ញុំអត់ទាន់បានធ្វើទេព្រោះខ្ញុំត្រូវការមើលនៅ staff ដើម្បីឲ្យវាធ្វើសកម្មភាពឬក៏ action ជាមួយនឹង admin បានអញ្ចឹងនៅក្នុង sprint ទី2បន្ទាប់គឺខ្ញុំនឹងធ្វើទៅលើហ្នឹងគឺខ្ញុំនឹង merge staff ចូលមកកាន់ admin ចូលមកកាន់ project របស់ខ្ញុំដើម្បីឲ្យ staff គាត់អាចធ្វើ action ជាមួយ admin បានអញ្ចឹងចំពោះវីដេអូនេះមានតែប៉ុណ្្នឹងអរគុណ teacher និងអ្នកនរគ្នាសម្រាប់ការចំណាយពេលស្ដាប់ឬក៏មើលវីដេអូរបស់ខ្ញុំសូមអរគុណ